bạn chuẩn bị số cùng mai bóng phồn học này mà căn trên này YouTube xong bát chẳng ngàyนี้ខ្ញុំមានវីដេអូថ្មីមួយតទៅនឹងការបិទ comment នៅក្នុង TikTok ចឹងគឺខ្ញុំបានឃើញបងប្អូនជាច្រើនអ្នកធ្វើវីដេអូនៅក្នុង TikTok គឺមានគេ comment ជេរគាត់ comment អត់ពេញចិត្តនៅក្នុង TikTok របស់គាត់ចឹងណាហើយចឹងទៅខ្ញុំក៏មកចង់បង្ហាញពីខ្លះឲ្យបងប្អូនដឹងសម្រាប់ការបិទ comment នៅក្នុង TikTok ដូចជាពាក្យជេរពាក្យអសុរោះឬក៏ពាក្យហែងពាក្យប្អូនអីចឹងណាទាំងអស់គ្នាឬក៏មួយក៏ពាក្យប្លែកគឺមានគេ comment ច្រើនមែនទែនសម្បីតែ TikTok របស់ខ្ញុំអញ្ចេះណាគ្នាក៏មានបងប្អូន comment មកច្រើនអញ្ចឹងទៅគឺខ្ញុំមានអារម្មណ៍ថានិយាយចេញពីចិត្តអ្នកគ្នាគឺខ្ញុំមានអារម្មណ៍ថាធុញដែរតែអត់ដឹងធ្វើម៉េចទេអ្នកគ្នាអញ្ចឹងថ្ងៃនេះគឺខ្ញុំមកបង្ហាញការបិទ comment ពាក្យ comment ណាដែលយើងមិនពេញចិត្តមិនចង់ឲ្យឃើញ comment មកលើវីដេអូរបស់យើងអត់កើតទេអញ្ចឹងមុននឹងចូលទៅដល់ការបង្រៀនកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតអញ្ចឹងកុំឲ្យរងចាំទៅតឹងយូរចូលទស្សនាទាំងអស់គ្នាអញ្ចឹងជាដំបូងបងប្អូនចូលមកក្នុង account TikTok របស់យើងយ៉ាងមកហើយនេះគឺជា account TikTok របស់ខ្ញុំបាទបន្តមកបងប្អូនមើលទៅខាងលើខាងស្ដាំដៃបងប្អូនដែលគេដាក់សញ្ញាត្រេ3ជួរត្រង់ផ្ដេកហ្នឹងបងប្អូនចុចមកអូខេហើយបន្តមកបងប្អូនមើលមកក្រោមមកអស់មកណាដែលគេដាក់ពាក្យថាការកំណត់នឹងឯកជនភាពរូបកងចាក់ហ្នឹងបងប្អូនធ្វើការចុចជាប់មកណាអូខេហើយបងប្អូនធ្វើការអស់ទៅក្រោមអស់ពីក្រោមឡើងមកលើអ្នកគ្នាបាទបងប្អូនអស់មកណាអស់រហូតមកបងប្អូនឃើញពាក្យមួយអត់ដែលគេដាក់ថាមតិដែលមានរូបសញ្ញាចុច3ហើយរូបសារហ្នឹងបងប្អូនចុចជាប់ពាក្យហ្នឹងមកណាបងប្អូនចុចមកអូខេបន្តមកវាចូលមកបែបនេះបងប្អូនអស់ទៅក្រោមបន្តិចទៅដែលគេដាក់ពាក្យថាច្រោះពាក្យនិងកលឹះជាក់លាក់អញ្ចឹងបានន័យថាអាពាក្យកន្លែងហ្នឹងជាកន្លែងដែលយើងលាក់ comment ដែលមិនល្អមិនមែនអាក្រោមទេណាគ្នាហ្នឹងបន្តអាក្រោមទី2ហ្នឹងខ្ញុំដាក់សញ្ញាព្រួយហ្នឹងចុចមកណាអញ្ចឹងយើងចូលមកអញ្ចឹងបងប្អូនឃើញហើយនេះគឺជាពាក្យដែលខ្ញុំដាក់ពើមអីយ៉ាងជាដើមអញ្ចឹងអាប្អូនអីយ៉ាងណាគ្នាគឺពាក្យទាំងអស់ហ្នឹងគេ comment នៅក្នុងវីដេអូរបស់យើងអត់កើតទេទោះបីគេខំ comment ប៉ុណ្ណាក៏អត់ចេញដែរណាគ្នាដោយសារតែយើងបិទពាក្យទាំងអស់ហ្នឹងហើយវាអាចចេញបានទេតែបើក្រៅពីពាក្យហ្នឹងគឺ comment បានធម្មតាអញ្ចឹងបងប្អូនដាក់មកបងប្អូនចង់ដាក់ពាក្យអីដែលបងប្អូនមិនចង់ឲ្យវាលោតចេញបងប្អូនចុចមកបងប្អូនសរសេរមកឲ្យបងប្អូនគ្រីសណាគ្រីសឲ្យវាលោតនេះលោតមានសញ្ញាដូចខាងក្រោមនេះទ្រង់ជ្រូកហើយមានខ្វែងមានអីចឹងណាគ្នាគាត់ចុចឲ្យឃើញប៉ុណ្ណឹងមកហើយបងប្អូនចេញទៅវិញទៅរួចជាការស្រេចហើយអញ្ចឹងសម្រាប់វីដេអូមួយនេះគឺបានឈានដល់ការបញ្ចប់ហើយកុំភ្លេចជួយ like subscribe ខ្ញុំម្នាក់មួយផងអរគុណច្រើន